ថ្ងៃទី31ខែតុលាឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវថ្ងៃ Yogi Directional ចំណុចសម្រេចចិត្តស្ថិតនៅតម្លៃបើកទីផ្សារតម្លៃបើកទីផ្សារយ៉ាវគឺ47,500ហើយម៉ូបគឺ47,588ថ្ងៃនេះគឺ Yogi Directional Day ដែលមានន័យថាតម្លៃបើកទីផ្សារគឺជាចំណុចសម្រេចចិត្តសំខាន់បំផុតនៃទិសដៅទីផ្សារដោយសារតែខ្សែនិង cash ទាំងពីរបង្ហាញសញ្ញាទិញកម្លាំងហូបពេញជើងឡើងប្រសិនបើយ៉ាវឡើងលើអបគោលដៅដំបូងគឺ Cl1 នៅ47,778បន្ទាប់គឺ Cl2 នៅ47,957ដែលស្ថិតជាមួយ Pivot មួយនៅ47,970ដែលជាតំបន់ធំប្រឆាំងប៉ុន្តែប្រសិនបើសន្ទុះធ្លាក់ក្រោមអបគោលដៅដំបូងគឺ47,421ហើយគោលដៅជំនួសបន្ទាប់គឺ Pivot 2នៅ47,340ស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ